សូមក្រាបថ្វាយបង្គំព្រះរាជគុណគ្រប់ព្រះអង្គសូមគោរពអាយដាមរដ្ឋលេខាធិការប្រចាំការអាយដាមលោកជំទាវរដ្ឋលេខាធិការអនុរដ្ឋលេខាធិការគណៈនាយកអគ្គលេខាធិការអាយដាមអស់លោកស្រីទាំងអស់តំណាងក្រសួងស្ថាប័នតំណាងសង្គមស៊ីវិលតំណាងដៃគូអភិវឌ្ឍតំណាងស្ថាប័នផ្សេងទៀតដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមនៅក្នុងវេទិកាកែតម្រង់នាថ្ងៃនេះខ្ញុំបាទសូមកណញ្ញាធ្វើបទបង្ហាញដោយសង្ខេបខ្លីៗនិងមុតស្រួចជូនដល់អាយដាមលោកជំទាវនិងបដិជគុណទាំងអស់ហើយសង្ឃឹមថានឹងមានសំណួរជាច្រើនពាក់ព័ន្ធប្រធានបទពាក់ព័ន្ធនឹងការកែលម្អប្រព័ន្ធជ្រើសរើសនេះនៅក្នុងបទបង្ហាញរបស់យើងខ្ញុំនេះដូចតែអ្វីដែលបានគណៈចាត់តាំងបញ្ជាក់ជូនគឺមាន2ប្រធានបទទី1ជម្រាបជូនអំពីទស្សនៈទាននៃការកែលម្អប្រព័ន្ធជ្រើសរើសទី2ពាក់ព័ន្ធនឹងការជ្រើសរើសនិងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារពាក់ព័ន្ធនឹងការកែលម្អប្រព័ន្ធជ្រើសរើសមានទំនួលជាច្រើនបានសួរថាហេតុអីបានត្រូវធ្វើការកែលម្អប្រព័ន្ធជ្រើសរើសហើយការកែលម្អប្រព័ន្ធជ្រើសរើសមានអត្ថប្រយោជន៍របៀបម៉េចអញ្ចឹងចម្លើយគឺមាននៅក្នុងបទបង្ហាញនេះខ្ញុំសូមជម្រាបជូនអាយដាមលោកជំទាវអស់លោកស្រីមេត្តាជ្រាបថានៅក្នុងនីតិកាលថ្មីនេះដោយសារផ្អែកទៅលើចក្ខុវិស័យរបស់រាជរដ្ឋាភិបាលផ្អែកទៅលើគោលនយោបាយនៃការកែតម្រង់រដ្ឋបាលសាធារណៈផ្អែកទៅលើយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1និងលិខិតបទដ្ឋានគតិយុត្តជាធរមានរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការជាតិជំរុញការអនុវត្តវិធានការកន្លឹះក្នុងការកែតម្រង់រដ្ឋបាលសាធារណៈនិងបានដាក់ចេញនៅវិធានការកន្លឹះចំនួន3ដែលទី1សំខាន់ហ្នឹងគឺការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណធម៌បតីតម្លាភាពយុត្តិធម៌បរិយាបន្ននិងប្រសិទ្ធភាពវិធានការកន្លឹះទី2គឺពង្រឹងសមត្ថភាពសមត្ថកម្មស្ថាប័នវិធានការកន្លឹះទី3គឺការអនុវត្តប្រព័ន្ធលើកទឹកចិត្តគ្រប់គ្រងសមត្ថកម្មនៅក្នុងវិធានការកន្លឹះទី1គឺរាជរដ្ឋាភិបាលបានរៀបចំធ្វើការកែលម្អប្រព័ន្ធជ្រើសរើសចាប់ពីដើមនីតិកាលទី7នៃរដ្ឋសភាហើយការកែលម្អប្រព័ន្ធជ្រើសរើសនេះគឺយើងផ្អែកទៅលើទស្សនៈទានសំខាន់ដែលជាទស្សនៈទាននៃការកែតម្រង់ឬនិន្នាការនៃការកែតម្រង់រដ្ឋបាលសាធារណៈនៅតាមបណ្ដាប្រទេសជឿនលឿនហើយដែលកម្ពុជាត្រូវដើរទៅក្នុងគន្លងឬស្របជាមួយនិន្នាការនៃការកែតម្រង់រដ្ឋបាលសាធារណៈឬការអភិវឌ្ឍមុខងារសាធារណៈដែលទស្សនៈទានសំខាន់ហ្នឹងគឺយើងជំរុញការកែតម្រង់ឆ្ពោះទៅរកការគ្រប់គ្រងបែបថ្មីដោយផ្ដោតទៅលើលទ្ធផលនេះជាទស្សនៈទានដែលអ្នកសិក្សា academic សាស្ត្រាចារ្យនិងអ្នកបំពេញការងារសំខាន់នៅក្នុងការងារកែតម្រង់ឬនៅក្នុងការគ្រប់គ្រងវិស័យសាធារណៈតែងតែដឹងដែលភាសាអង់គ្លេសគេហៅថា New Public Management ឬ Result Based ហើយទស្សនៈទានទី2គឺការគ្រប់គ្រងមុខងារសាធារណៈផ្អែកទៅលើគោលការណ៍គុណធម៌គោលការណ៍គុណធម៌បតីនេះគឺមានសារៈសំខាន់មែនទែននៅក្នុងការកែតម្រង់មុខងារសាធារណៈដោយផ្ដោតជាសំខាន់ថាជ្រើសរើសតែងតាំងដោយមិនខ្វល់ពីរឿងអ្វីទាំងអស់ក្រៅទៅពីសមត្ថកិច្ចជំនាញនិងចំណេះអានេះគឺពាក្យគុណធម៌បតីគោលការណ៍ទី3ដែលសំខាន់គឺការជ្រើសរើសនិងការគ្រប់គ្រងមន្ត្រីតាមមុខតំណែងនិងផ្អែកទៅលើសមត្ថកម្មឃ្លាប្រព័ន្ធនេះគឺសំខាន់ទៅលើជ្រើសរើសឲ្យចំជំនាញវិជ្ជាជីវៈហើយការផ្អែកទៅលើសមត្ថកម្មហ្នឹងគឺចាំបាច់ត្រូវតែមានការវិយតម្លៃសមត្ថកម្មវិយតម្លៃការបំពេញការងាររបស់មន្ត្រីតើដល់យើងអនុវត្តទស្សនៈទាននេះបានបើយើងអាចរុញការងារកែតម្រង់រុញការអភិវឌ្ឍមុខងារសាធារណៈដើម្បីផ្អែកទៅលើលទ្ធផលបានឬផ្អែកទៅលើសមត្ថកម្មនេះគឺជាទស្សនៈទានសំខាន់ដែលរាជរដ្ឋាភិបាលដែលគណៈកម្មការជាតិជំរុញការអនុវត្តវិធានការកន្លឹះនោះចាប់យកហើយវិធានការហើយទស្សនៈទានទៅនេះគឺយើងបានដាក់បញ្ចូលនៅក្នុងលិខិតបទដ្ឋានគតិយុត្តដូចជាអនុក្រឹត្យដូចជាប្រកាសដូចជាសារាចរណែនាំឬសេចក្តីជូនដំណឹងហើយដែលគោលការណ៍សំខាន់ខ្ញុំសូមអនុញ្ញាតជម្រាបជូន
ដែលគោលការណ៍សំខាន់ខ្ញុំសាកសូមការអនុញ្ញាតជំរាបជូននេះគឺគោលការណ៍នៃការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណធម៌បតីតម្លាភាពយុត្តិធម៌បរិយាបន្ននិងប្រសិទ្ធភាពនេះយើងអាចបំបែកទៅជា3គោលការណ៍សំខាន់គឺទី1ផ្អែកទៅលើគោលការណ៍គុណធម៌បតីបានន័យថាអ្នកចេះគឺជាប់អញ្ចឹងជ្រើសរើសមន្ត្រីបេក្ខជនដែលមានសមត្ថភាពដែលមានចំណេះដឹងដែលមានជំនាញវិជ្ជាជីវៈពិតប្រាកដក្នុងទស្សនៈទានក្នុងគោលការណ៍ដែលយើងថាចេះគឺជាប់ទី2ការប្រឡងជ្រើសរើសដោយអនុវត្តតាមនិយមនីតិវិធីប្រតិបត្តិក្នុងការប្រឡងជ្រើសរើសមន្ត្រីដែលនិយមនីតិវិធីនេះគឺតែមានតែមួយហើយត្រូវអនុវត្តទាំងអស់គ្នាហើយការរៀបចំនោះនៅក្នុងយន្តការស្ថាប័នតែមួយអញ្ចឹងគ្រប់មន្ត្រីគ្រប់ការប្រឡងជ្រើសរើសមន្ត្រីនៅគ្រប់ក្រសួងស្ថាប័នទាំងអស់ត្រូវអនុវត្តនិយមនីតិវិធីដូចគ្នាទាំងអស់ហើយការអនុវត្តនិយមនីតិវិធីនេះគឺក្រសួងស្ថាប័នត្រូវមានទួនាទីភារកិច្ចចាំតិចខ្ញុំបញ្ជាក់ជូនដោយឡែកហើយអ្វីដែលសំខាន់នៅក្នុងនិយមនេះគឺរឿងមួយដែលសំខាន់មានគោលការណ៍មានលិខិតបទមានគោលការណ៍មានបែបបន់មាននីតិវិធីជាច្រើនប៉ុន្តែអ្វីដែលខ្ញុំជម្រាបជូននេះគឺការរៀបចំវិញ្ញាសាគឺវិញ្ញាសាត្រូវរៀបចំក្នុងថ្ងៃតែមួយជាមួយនឹងថ្ងៃប្រឡងអញ្ចឹងឯកឧត្តមលោកជំទាវដែលតំណាងក្រសួងស្ថាប័នដែលមកចូលរួមនេះក្រសួងស្ថាប័នដែលធ្លាប់ឆ្លងកាត់ការប្រឡងគឺប្រកាសជាដឹងគឺយើងអញ្ជើញសាស្ត្រាចារ្យជំនាញទៅតាមវិស័យមកប្រជុំមកពិភាក្សារៀបចំវិញ្ញាសាហើយវិញ្ញាសាគឺឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានគណៈកម្មការរៀបចំការប្រឡងគឺជ្រើសរើសយកសំណួរយកសំណួរហើយសំណួរនេះគឺត្រូវគូពីភ្លាមហើយដើម្បីចែកទៅដល់បេក្ខជនមាន 5000 នាក់ត្រូវ 5000 កូពីហើយបើសិនជាពេលប្រឡងហ្នឹងមានមុខជំនាញវិជ្ជាជីវៈ 8ត្រូវបែងចែកឲ្យទៅតាមមុខជំនាញវិជ្ជាជីវៈដែលយើងហៅថាគុណវុឌ្ឍិប្រសិនបើមាន 14 ឬ 15ត្រូវតែបែងចែកទៅតាមហ្នឹងហើយតាមខ្ញុំចាំកន្លងមកនេះគឺប្រឡងក្រសួងសាធារណការមាន 16 មុខជំនាញវិជ្ជាជីវៈអញ្ចឹងបេក្ខជនដែលនៅក្នុងបន្ទប់ជាមួយគ្នាករណីខ្លះគឺអង្គុយជាប់គ្នាប៉ុន្តែវិញ្ញាសាដែលយើងចែកឲ្យតាមលេខតុហ្នឹងគឺតាមវិញ្ញាសាតាមមុខជំនាញវិជ្ជាជីវៈនេះដើម្បីអីដើម្បីបង្ហាញពីរឿងចំណុចទី2អភិបាលកិច្ចល្អដើម្បីបង្ហាញឲ្យបង្កើនជំនឿទុកចិត្តដើម្បីឲ្យជំរុញឲ្យប្រជាពលរដ្ឋជាពិសេសនិស្សិតចូលរួមគាត់មានជំនឿខ្លួនឯងគាត់ចូលរួមបង្ហាញអំពីទស្សនៈទានតម្លាភាពគណនេយ្យភាពប្រសិទ្ធភាពនិងបរិយាបន្នដែលខ្ញុំ highlight ពណ៌ដែលខ្ញុំដាក់ពណ៌ក្រហមនេះគឺសំដៅទៅលើនៃការជួយបេក្ខជនប្រសិនបើពេលបូកសរុបបន្ទុកទៅបានបន្ទុកនៅស្មើគ្នាជាងយើងត្រូវផ្ដល់អត្ថប្រយោជន៍ទៅដល់បេក្ខជនដែលរស់នៅតំបន់ដាច់ស្រយាលបេក្ខជនដែលគាត់ជាជនជាតិភាគតិចបេក្ខជនដែលមានអាយុច្រើនបេក្ខជនដែលធ្លាប់បម្រើការងារជាមន្ត្រីកិច្ចសន្យានៅក្នុងក្រសួងស្ថាប័នជាដើមអានេះប្រសិនបើបូកបន្ទុកទៅគឺបន្ទុកស្មើគ្នាអញ្ចឹងយើងផ្ដល់អត្ថប្រយោជន៍ទៅដល់បេក្ខជនទី2យើងបានប្រកាសផ្សាយជាសាធារណៈនិងដាក់ពាក្យតាមប្រព័ន្ធអនឡាញប្រកាសផ្សាយជាសាធារណៈតាមប្រព័ន្ធអនឡាញហើយការផ្សាយនេះយើងត្រូវផ្សាយមុនពេលប្រឡងជាគោលការណ៍3ខែមុនពេលប្រឡងករណីបញ្ញត្តិតិចបំផុតរយៈពេល1ខែអញ្ចឹងផ្ដល់លទ្ធភាពឲ្យបេក្ខជនសិស្សានុសិស្សគាត់មានលទ្ធភាពដាក់ពាក្យតាមប្រព័ន្ធអនឡាញហើយដាក់ពាក្យតាមប្រព័ន្ធអនឡាញនេះគឺផ្ដល់លក្ខណៈងាយស្រួលដល់បេក្ខជនគាត់ដាក់ពេលណាក៏បានដែរតាមប្រព័ន្ធអនឡាញហើយឯកសារតម្រូវនោះយើងកាត់បន្ថយជាអតិបរមាឯកសារតម្រូវគឺតិចបំផុតអានេះគឺខ្ញុំបើកវងកញ្ចក់ថាបើកទម្លាយដល់បេក្ខជនទាំងអស់គោលការណ៍ទី3គឺព័ត៌មានគ្រប់គ្រាន់បានន័យថាពេលដែលយើងផ្សាយហ្នឹងគឺយើងផ្សាយព័ត៌មានគ្រប់គ្រាន់ទាំងពេលវេលាទាំងវិញ្ញាសាទាំងការពិពណ៌នាមុខតំណែងការពិពណ៌នាមុខតំណែងនេះគឺមានសារៈសំខាន់ណាស់ពីព្រោះតាមគោលការណ៍នៃខ្លឹមសារអនុក្រឹត្យនឹងដាក់ឲ្យអនុវត្តនិយមនីតិវិធីប្រតិបត្តិនេះគ្រប់ក្រសួងស្ថាប័ន
ត្រូវកំណត់ការពិពណ៌នាមុខតំណែងនេះឲ្យបានហើយក្នុងការពិពណ៌នាមុខតំណែងអ្វីដែលសំខាន់គឺកំណត់គុណវុឌ្ឍឲ្យបានពីព្រោះគុណវុឌ្ឍដែលភាសាអង់គ្លេសហៅ qualification នេះមានសារៈសំខាន់ណាស់ដើម្បីរើសមន្ត្រីឲ្យមានចំណេះជំនាញពិតប្រាកដសញ្ញាបត្រនិងឯកទេសយកមកបម្រើការងារឲ្យត្រូវអង្គភាពដែលមានតម្រូវការហើយបន្ថែមពីនេះគឺយើងជម្រាបជូនអំពីវិវត្តនិងអត្ថប្រយោជន៍ចំណុចទី4គឺជ្រើសរើសតាមមុខតំណែងវិជ្ជាជីវៈនិងតម្រូវការពិតប្រាកដរបស់អង្គភាពតម្រូវការពិតប្រាកដរបស់អង្គភាពគឺបានន័យថាក្រសួងស្ថាប័នត្រូវធ្វើការវិភាគមុខងារវិភាគអំពីតម្រូវការការងារជាក់ស្ដែងនៅក្នុងអង្គភាពទើបអាចស្នើសុំការជ្រើសរើសបានអញ្ចឹងខ្ញុំសូមមិនបញ្យល់ទេដោយសារគាត់រំលឹកខ្ញុំពីរឿងបញ្ហាពេលវេលាគោលការណ៍ទី3គឺគោលការណ៍នីតិរដ្ឋគោលការណ៍នីតិរដ្ឋនេះគឺការកែលម្អប្រព័ន្ធជ្រើសរើសនេះគឺយើងផ្ដល់ឱកាសដល់បេក្ខជននឹងស្មើឱកាសស្មើគ្នានិងសិទ្ធិស្មើគ្នាដើម្បីជំរុញដើម្បីលើកកម្ពស់យុត្តិធម៌សង្គមរាល់ការជ្រើសរើសទាំងអស់ត្រូវឆ្លងកាត់ការប្រឡងតាមនិយមនីតិវិធីប្រតិបត្តិតែមួយយន្តការតែមួយហើយចុងក្រោយបេក្ខជនអាចដាក់ពាក្យប្រឡងច្រើនដងបានដោយសារយើងប្រកាសប្រឡងរហូតអញ្ចឹងគាត់អាចប្រឡងធ្លាក់មួយគាត់អាចទៅប្រឡងមួយទៀតបានហើយចំណុចចុងក្រោយគឺលក្ខណៈគេហៅ check and balance បេក្ខជនបើសិនជាគាត់សង្ស័យគាត់មិនពេញចិត្តនឹងលទ្ធផលរបស់គាត់អាចស្នើសុំត្រួតពិនិត្យទៅលើសិលឹកកិច្ចការគាត់បានអានេះគឺជាគោលការណ៍ដែលយើងបានដាក់នៅក្នុងនិយមនីតិវិធីប្រតិបត្តិដែលអាយដាមលោកកាពីទាំងអស់គ្នាមានម្នាក់មកគូពីដែលខាងគណៈកម្មការរៀបចំបានចែកជូនចំណុចបន្ទាប់ទៀតគឺអ្វីដែលបានលើកឡើងនេះគោលការណ៍ដែលបានលើកឡើងនេះគឺស្ដារស្របគ្នាជាមួយនឹងអ្វីដែលជាប្រសាសន៍របស់សម្ដេចយុរដ្ឋមន្ត្រីដែលបានលើកឡើងថាជាប់ដោយមោទនៈធ្លាក់ដោយអស់ចិត្តរើសឲ្យចំបំពេញឲ្យត្រូវរក្សាឲ្យនៅបានន័យថារើសឲ្យចំជំនាញវិជ្ជាជីវៈដែលក្រសួងស្ថាប័នដែលអង្គភាពត្រូវការបំពេញឲ្យត្រូវកន្លែងណាដែលត្រូវការពិតប្រាកដមិនមែនជ្រើសរើសបំពេញឲ្យគ្រប់ក្របខ័ណ្ឌឬជ្រើសរើសទៅតាមចំនួនដែលចូលនិវត្តន៍ទេហើយទី3បំពេញឲ្យត្រូវនេះទី3រក្សាឲ្យនៅនេះគឺត្រូវមានការយកចិត្តទុកដាក់ពីប្រធានអង្គភាពដែលពាក់ព័ន្ធរឿងអត្ថប្រយោជន៍របស់មន្ត្រីចំណុចមួយទៀតប្រសាសន៍របស់អាយដាមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈអាយដាមបានមានប្រសាសន៍ថាពេលប្រឡងបេក្ខជនមិនចាំបាច់ត្រូវស្គាល់អ្នកធំមិនចាំបាច់ត្រូវមានខ្សែតែត្រូវមានសមត្ថភាពអញ្ចឹងពាក្យស្លោកនេះគឺឆ្លើយតបទៅនឹងគោលការណ៍គុណធិបតេយ្យហើយគោលការណ៍គុណធិបតេយ្យនេះគឺមានសារៈសំខាន់ណាស់ក្នុងការកែតម្រង់មុខងារសាធារណៈប្រសិនបើយើងមិនអនុវត្តគោលការណ៍គុណធិបតេយ្យនេះបានទេអភិបាលកិច្ចល្អយុត្តិធម៌សង្គមអ្វីផ្សេងទៀតมันអាចកើតមានបានឡើងទេហើយលទ្ធផលសម្រាប់រាជរដ្ឋាភិបាលក៏ពិបាកនឹងសម្រេចបានដែរចំណុចបន្ទាប់មួយទៀតការកែលម្អប្រព័ន្ធជ្រើសរើសត្រូវអនុវត្តត្រូវមានយន្តការអនុវត្តហើយយន្តការដែលអនុវត្តដែលយើងរៀបចំនេះគឺយន្តការអន្តរក្រសួងក្នុងក្របខ័ណ្ឌឬក្នុងអភិក្រមជាវិភាពនៃប្រព័ន្ធតួអង្គតែមួយបានន័យថាក្រសួងស្ថាប័នគ្រប់ក្រសួងស្ថាប័នទាំងត្រូវចូលរួមនៅក្នុងគណៈកម្មការរៀបចំហើយគណៈកម្មការរៀបចំយើងមានគណៈកម្មការរហូតដល់14ដែលសម្រាប់រៀបចំនេះហើយវាលគ្មិនបន្ទាប់នឹងជម្រាបជូនអាយដាមលោកកាទៀវពាក់ព័ន្ធរឿងគណៈកម្មការរៀបចំនេះប្រធានបទជាបន្ទាប់ពាក់ព័ន្ធនឹងការជ្រើសរើសនិងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារសំណួរជាច្រើនខ្ញុំបានទទួលប្រហែលជា80ជាងសំណួរប៉ុន្តែសរុបមកវិញមានតែ2ថាមូលហេតុអីបានត្រូវជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារនៅពេលដែលយើងមានមន្ត្រីក្របខ័ណ្ឌនៅពេលដែលយើងកន្លងមករើសមន្ត្រីកិច្ចសន្យាធម្មតាហើយសួរថាមានផ្ដល់សារៈប្រយោជន៍អីដល់មន្ត្រីនឹងដល់ស្ថាប័ននឹងហើយដល់ប្រជាពលរដ្ឋទូទៅអញ្ចឹងខ្ញុំជម្រាបជូនតាមអ្វីដែលបានរៀបចំនេះគឺការជ្រើសរើសនិងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារនេះគឺជាចក្ខុវិស័យនិងការផ្ដួចផ្ដើមគំនិតផ្ទាល់របស់សម្ដេចមហាបវរធិបតីដែលណែនាំឲ្យក្រសួងស្ថាប័នធ្វើការជ្រើសរើសមន្ត្រីផ្អែកទៅលើកិច្ចព្រមព្រៀងការងារហើយត្រូវអនុវត្តឲ្យបានក្នុងទស្សនៈទានឬអភិក្រមជាប់ដោយមោទនៈធ្លាក់ដោយអស់ចិត្តរើសឲ្យចំបំពេញឲ្យត្រូវនិងរក្សាឲ្យនៅសំណួរសួរថាតើមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារនេះជានរណា
មន្ត្រីស្អែកលើកិច្ចព្រមព្រៀងការងារគឺជាមន្ត្រីកម្រិតបច្ចេកទេសឬមន្ត្រីជំនាញបច្ចេកទេសដែលបម្រើការងារឬបំពេញការងារនៅក្នុងមុខតំណែងវិជ្ជាជីវៈចឹងនៅតាមក្រសួងស្ថាប័នមានមុខតំណែង2គឺមុខតំណែងគ្រប់គ្រងនិងមុខតំណែងវិជ្ជាជីវៈដែលក្រសួងស្ថាប័នមកនេះកំពុងតែខិតខំប្រឹងប្រែងរៀបចំឲ្យហើយដើម្បីអាចស្នើសុំប្រឡងជ្រើសរើសបានហើយអាចសួរខ្ញុំមកវិញថាចោះរើសកន្លងមកហ្នឹងរបៀបម៉េចរើសកន្លងមកនេះគឺរើសបំពេញតាមគោលការណ៍ក្នុងនីតិកាលទី6ដែលក្រសួងស្ថាប័នបានទទួលគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលក្នុងការប្រឡងជ្រើសរើសដោយឡែកយើងបានធ្វើការជ្រើសរើសមន្ត្រីជាគ្រូបរិញ្ញាបត្រហើយនិងជាគ្រូពេទ្យដែលបានយើងជ្រើសរើសផ្អែកទៅលើក្របខ័ណ្ឌនៃមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារនេះយើងជ្រើសរើសបានគ្រូបរិញ្ញាបត្រចំនួនជាង 5000 នាក់គ្រូពេទ្យចំនួនជាង 500 នាក់ដែលមកដល់ម៉ោងនេះកំពុងតែបម្រើការងារនៅតាមសាលាបឋមសិក្សានិងមណ្ឌលសុខភាពទី2ការប្រឡងជ្រើសរើសហើយនៅការគ្រប់គ្រងនេះគឺផ្អែកទៅលើគោលការណ៍ដដែលបានបញ្ជាក់ជូននៅក្នុងមាតិកាមុនគឺជ្រើសរើសផ្អែកទៅលើគោលការណ៍គុណធិបតេយ្យដែលផ្ដោតសំខាន់ទៅលើមុខតំណែងវិជ្ជាជីវៈនិងការវិតម្លៃសមត្ថកម្មប្រសិនបើមិនមានការវិតម្លៃសមត្ថកម្មទេយើងអត់ដឹងថាប្រសិទ្ធភាពការងារមន្ត្រីរបៀបម៉េចទី3គោលការណ៍ទិសដៅដែលសំខាន់គឺពង្រាយមន្ត្រីដែលមានសមត្ថភាពឲ្យទៅដល់អង្គភាពជួរមុខអង្គភាពដែលផ្ដល់សេវានៅតាមមូលដ្ឋានដូចជាសាលារៀននិងមន្ទីរពេទ្យអានេះយើងពង្រាយទៅអញ្ចឹងពេលដែលប្រកាសជ្រើសរើសគឺបេក្ខជនគាត់ត្រូវជ្រើសរើសទីតាំងអង្គភាពណាដែលគាត់ពេញចិត្តមុខតំណែងវិជ្ជាជីវៈណាដែលខ្លួនមានគុណសម្បត្តិស័ក្តិសមហើយប្រឡងពេលដែលប្រឡងជាប់គឺគាត់ទៅបំពេញកិច្ចការងារនៅគោលដៅនោះហើយគោលដៅដែលរាជរដ្ឋាភិបាលចង់បានគឺលើកកម្ពស់គុណភាពសុវត្ថិភាពប្រសិទ្ធភាពក្នុងការផ្ដល់សេវាសាធារណៈជាពិសេសវិស័យអត្ថិភាពគឺអប់រំនិងសុខាភិបាលហើយអ្វីមួយទៀតដែលសំខាន់នៅក្នុងទស្សនៈទាននេះគឺរាជរដ្ឋាភិបាលបានធ្វើប្រតិភូកម្មអំណាចទាំងការគ្រប់គ្រងចាត់ចែងការងារទាំងការគ្រប់គ្រងបុគ្គលិកទៅដល់ប្រធានអង្គភាពផ្ដល់សេវាជួរមុខពីព្រោះអីចាំតិចខ្ញុំនឹងបញ្ជាក់ជូនចាអាយដាមដោយសារកតាពេលវេលាសូមអាយដាមជាក្រុមជើងសរុបបាទការជ្រើសរើសគឺផ្អែកទៅលើគោលការណ៍ដែរមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារគឺត្រូវអនុវត្តតាមនិយមវិធីប្រតិបត្តិហើយការជ្រើសរើសត្រូវអនុវត្តត្រូវទៅតាមតម្រូវការជាក់ស្ដែងរបស់អង្គភាពផ្អែកទៅលើមុខតំណែងវិជ្ជាជីវៈអ្វីដែលសំខាន់គឺមិនអនុញ្ញាតឲ្យផ្ទេរទេអញ្ចឹងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារប្រសិនបើប្រឡងជាប់បំពេញការងារនៅអង្គភាពណាហើយចុះកិច្ចព្រមព្រៀងការងារហើយគឺយើងមិនអនុញ្ញាតឲ្យផ្ទេរទេពីព្រោះបញ្ហាជាក់ស្ដែងម្ដងមកនេះគឺរឿងផ្ទេរជាប់ហើយផ្ទេរជាប់ហើយផ្ទេរជាប់ហើយផ្ទេរអញ្ចឹងអង្គភាពបម្រើសេវាសាធារណៈនៅតាមមូលដ្ឋាននៅតែខ្វះមន្ត្រីដដែលចំណុចមួយទៀតមុខតំណែងវិជ្ជាជីវៈនឹងមានការពិពណ៌នាច្បាស់លាស់អានេះគឺការជ្រើសរើសផ្អែកទៅលើគោលការណ៍ហ្នឹងហើយគុណវុឌ្ឍនៃមុខតំណែងដែលខ្ញុំបានបញ្ជាក់ជូនហ្នឹងគឺសំដៅទៅលើកម្រិតសញ្ញាបត្រជំនាញឯកទេសចំណេះដឹងជំនាញហើយនឹងពិសោធន៍ហើយនឹងអេរិយាបថការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារនៅពេលដែលគាត់ប្រឡងជាប់គាត់ត្រូវបំពេញសិលក្បត់ដោយមន្ត្រីរាជការគាត់ត្រូវបើកគណនីធនាគារគាត់ត្រូវបើកកាតបសសបានបសសគាត់ត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងការងារដោយផ្ទាល់ជាមួយប្រធានអង្គភាពនេះរឿងដែលសំខាន់ហើយមិនត្រឹមចុះកិច្ចព្រមព្រៀងការងារទេគាត់ត្រូវចុះរហូតទៅដល់ក្រមប្រតិបត្តិឬក្រមវិជ្ជាជីវៈទៅតាមវិស័យឧទាហរណ៍ថាវិស័យសុខាភិបាលគ្រូពេទ្យត្រូវមានក្រមវិជ្ជាជីវៈដោយឡែកប៉ុន្តែជាគោលការណ៍យើងមានក្រមប្រតិបត្តិមួយសម្រាប់មន្ត្រីរាជការសម្រាប់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារត្រូវទៅចុះហើយទៅគាត់ត្រូវទៅដឹងប្រធានអង្គភាពមានសិទ្ធិសម្រេចលើការគ្រប់គ្រងបុគ្គលិកផ្ទាល់តាំងពីការស្នើសុំឈប់សម្រាកការព្យួរការអីទាំងអស់ហើយអ្វីដែលចុងក្រោយសំខាន់ជាងគេបំផុតគឺការបន្តឬការបញ្ចប់កិច្ចព្រមព្រៀងការងារដោយផ្អែកទៅលើលទ្ធផលនៃការវិតម្លៃសមត្ថកម្មនេះគឺជាសិទ្ធិអំណាចរបស់ប្រធានអង្គភាពជួរមុខហើយដែលតាមរយៈការធ្វើ survey កន្លងមកនេះការស្ទាបស្ទង់មតិកន្លងមកនេះគឺនាយកសាលានិងប្រធានមណ្ឌលសុខភាពគាត់ពេញចិត្តគាត់សប្បាយចិត្ត
ជាមួយនឹងការគ្រប់គ្រងការប្រើប្រាស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារចំណុចមួយទៀតមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារត្រូវស្ថិតនៅក្នុងលិខិតបទដ្ឋានដូចគ្នាជាមួយនឹងមន្ត្រីរាជការស៊ីវិលគាត់ត្រូវគោរពសិទ្ធិកាតព្វកិច្ចនិងអត្ថប្រយោជន៍ដទៃទៀតដូចមន្ត្រីរាជការស៊ីវិលនេះជាទម្រង់នៃកិច្ចព្រមព្រៀងការងារខ្ញុំសូមបង្ហាញជូនហើយការវិតម្លៃមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារត្រូវទទួលបានការតាមដានត្រួតពិនិត្យត្រូវមានការវិតម្លៃដោយប្រធានអង្គភិបផ្ទាល់ដើម្បីបន្តកិច្ចសន្យាឬដើម្បីបញ្ចប់កិច្ចសន្យាការងារការវិតម្លៃត្រូវអនុវត្តតាមទម្រង់នៃការវិតម្លៃសមិទ្ធកម្មដែលយើងមាននៅក្នុងសារាចរណែនាំហើយលទ្ធផលនៃការវិតម្លៃនេះសម្រាប់បន្តកិច្ចសន្យាសម្រាប់ផ្ដល់ប្រព័ន្ធលើកទឹកចិត្តសម្រាប់ការវិវត្តអាជីពឬការបណ្ដុះបណ្ដាលបង្កើនសមត្ថភាពមន្ត្រីនេះជាទម្រង់នៃការវិតម្លៃទម្រង់នៃការវិតម្លៃនេះគឺជាទម្រង់ដែលអនុវត្តស្តង់ដារដោយបណ្ដាប្រទេសជឿនលឿនបណ្ដាក្រុមហ៊ុនបណ្ដាអង្គការអន្តរជាតិអត្ថប្រយោជន៍សូមជួលមកដល់អត្ថប្រយោជន៍មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារគាត់ទទួលបានប្រាក់បៀវត្សនិងប្រាក់រង្វាន់លើកទឹកចិត្តដូចគ្នានឹងមន្ត្រីរាជការទី2គាត់បើកបៀវត្សនឹងតាមប្រព័ន្ធធនាគារតាមគណនីធនាគារពាណិជ្ជប៉ុន្តែក្នុងប្រព័ន្ធដែលក្រសួងមុខងារសាធារណៈគ្រប់គ្រងទី3សិទ្ធិនិងអត្ថប្រយោជន៍នៃកាតព្វកិច្ចដូចគ្នានឹងមន្ត្រីរាជការក្របខ័ណ្ឌទី4របបសន្តិសុខសង្គមគាត់ទទួលបានរបបសន្តិសុខសង្គមតែពិសេសគឺផ្នែកសោធនមន្ត្រីរាជការទទួលបាន2នៅក្នុងក្របខ័ណ្ឌរបបសន្តិសុខសង្គមគឺផ្នែកថែទាំសុខភាពនិងហានិភ័យការងារប៉ុន្តែដោយសារសោធននិវត្តន៍គឺយកចេញពីរបបគំពីជាតិសង្គមដែលគ្រប់គ្រងដោយក្រសួងសង្គមកិច្ចប៉ុន្តែក្របខ័ណ្ឌមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារនេះគឺរបបសន្តិសុខសង្គមទាំង3ផ្នែកគឺអនុវត្តក្នុងរបបបសសតែម្ដងផ្នែកសោធនផ្នែកថែទាំសុខភាពនិងហានិភ័យហើយចុងក្រោយការដោះស្រាយវិវាទសម្រាប់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារគឺដោះស្រាយនៅក្នុងក្របខ័ណ្ឌដីដូចគ្នានឹងមន្ត្រីរាជការបានន័យថាក្នុងក្របខ័ណ្ឌវិស័យមុខងារសាធារណៈខ្ញុំសូមអរគុណដល់អាដាមលោកជំទាវដែលបានស្ដាប់បទបង្ហាញរបស់ខ្ញុំដែលខ្លីប៉ុណ្ណេះហើយខ្ញុំនឹងរងចាំឆ្លើយនៅសំណួរនៃចម្ងល់របស់បដិជននិងអាដាមលោកជំទាវអស់លោកស្រីសូមអរគុណ